ខ្ញុំចង់ណែនាំសៀវភៅចំនួន4ក្បាលឲ្យអ្នកទាំងអស់គ្នាអាចពិចារណាជ្រើសរើសយកមកអានបានដោយសារតែខែក្រោយហ្នឹងគឺមាន Book Fair មួយអញ្ចឹងវាគឺជាឱកាសល្អដែលយើងអាចទិញសៀវភៅទាំងអស់ហ្នឹងក្នុងតម្លៃល្អសៀវភៅទី1 The Truth About Harry Quebecquer ខ្ញុំគិតថាអ្នកដែលគាត់ចូលចិត្តអានរឿងបែបស៊ើបអង្កេតអត្ថកម្បាំងអីហ្នឹងប្រកាសជាចូលចិត្តសៀវភៅមួយនេះហើយសម្រាប់អ្នកដែលគាត់អត់ដែលអានសាច់រឿងប្រភេទហ្នឹងទេខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចសាកល្បងជ្រើសរើសយកសៀវភៅមួយនេះមកអានបានប្រហែលជានៅពេលដែលអ្នកទាំងអស់គ្នាអានចប់ហើយអ្នកទាំងអស់គ្នាអាចចូលចិត្តបែបហ្នឹងក៏ថាបានសាច់រឿងនៅក្នុងសៀវភៅនេះនិយាយអំពីការបាត់ខ្លួនរបស់ក្មេងស្រីអាយុ15ឆ្នាំម្នាក់ដែលគេបានឃើញគាត់ចុងក្រោយដោយនារីចំណាស់ម្នាក់ដែលគាត់បានខលទៅប្រាប់ប៉ូលីសថាមានបុរសមៀតធំម្នាក់ដេញតាមក្មេងស្រីនឹងពីក្រោយខ្នងដូចជាចាប់ចម្រិតអីអញ្ចឹងនៅក្នុងព្រៃក្បែរផ្ទះរបស់គាត់ដែលគាត់មើលឃើញចេញពីបង្អួចផ្ទះរបស់គាត់សៀវភៅមួយនេះអ្នកទាំងអស់គ្នាឃើញក្រាស់អញ្ចឹងប៉ុន្តែអត់ពិបាកអានទេហើយសាច់រឿងល្អអានទៀតគឺអ្នកទាំងអស់គ្នាអានលឿនខ្លាំងមែនទែនសៀវភៅទី2 A Man Called O ដែលនិយាយអំពីបុរសវ័យចំណាស់ម្នាក់ដែលគាត់រស់នៅម្នាក់ឯងជាមួយនឹងឆ្មារបស់គាត់ការរស់នៅម្នាក់ឯងរបស់គាត់គឺគាត់អត់មានហេតុផលអីដែលនឹងត្រូវបន្តជីវិតរបស់គាត់ណាដោយសារតែមានហេតុការណ៍អាក្រក់ជាច្រើនកើតឡើងនៅក្នុងជីវិតរបស់គាត់ហើយគាត់ក៏ចាប់ផ្ដើមគិតខ្លីម្ដងបន្តិចដើម្បីបញ្ចប់ជីវិតរបស់គាត់សាច់រឿងបាន shift បដូរពី set ទៅជាកំ pl ែងវិញនៅពេលដែលគាត់មានអ្នកជិតខាងថ្មីមួយគ្រួសារមករស់នៅក្បែរគាត់ខ្ញុំចូលចិត្តសាច់រឿងរបស់សៀវភៅនេះដោយសារតែវាមានអត្ថន័យល្អទាក់ទងនឹងទំនាក់ទំនងរបស់តួអង្គយើងអូទៅកាន់មនុស្សដែលនៅជុំវិញខ្លួនគាត់ភាពស្មោះត្រង់អំពើល្អដែលគាត់ធ្វើទៅកាន់អ្នកជិតខាងរបស់គាត់ហើយអ្វីដែលគាត់ធ្វើហ្នឹងគឺទទួលបានរឿងល្អមកវិញខ្ញុំគិតថាអ្នកដែលគាត់បានអានសៀវភៅនេះចប់ប្រកាសជាចង់បានអ្នកជិតខាងឬមួយក៏ដៃគូជីវិតដូចអូមករស់នៅក្បែរគ្នាអញ្ចឹងសៀវភៅទី3 A Thousand Splendid Suns សៀវភៅនេះសាច់រឿងរបស់តួអង្គយើងរៀងលំបាកវេទនាបន្តិចដែលខ្ញុំគិតថាវារៀងពិបាកអានហើយក៏អាចប៉ះពាល់អារម្មណ៍អ្នកអានដែរប៉ុន្តែវាបានបង្រៀនខ្ញុំច្រើនទាក់ទងនឹងវិញ្ញាសកម្មដែលបង្កដោយសង្គ្រាមជាពិសេសខ្ញុំបានរៀនអំពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រទេសអាហ្គានីស្ថានសៀវភៅទី4 The House in the Cerulean Sea ខ្ញុំស្រឡាញ់សៀវភៅមួយនេះខ្លាំងមែនតើរាល់ពេលដែលខ្ញុំអានសៀវភៅនេះគឺវាធ្វើឲ្យខ្ញុំសប្បាយចិត្តខ្ញុំចូលចិត្តរបៀបសរសេររបស់អ្នកនិពន្ធនៅក្នុងសៀវភៅមួយនេះដែលគាត់ធ្វើឲ្យអា interaction របស់តួអង្គដែលមាននៅក្នុងសៀវភៅហ្នឹងវាកំ pl ែងហើយរាល់អា communication ដែលពួកគាត់តាក់ទងគ្នាហ្នឹងវាប្រកបអត្ថន័យល្អសម្រាប់ការយល់ឃើញរបស់ខ្ញុំសៀវភៅនេះគឺវាមានអត្ថន័យវាជួយឲ្យយើងរៀនទទួលស្គាល់ខ្លួនឯងហ៊ានធ្វើការសម្រេចចិត្តដើម្បីធ្វើរឿងអ្វីមួយដែលយើងស្រឡាញ់ហើយចង់បានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញសៀវភៅទាំងអស់នេះនៅ Book Fair អ្នកទាំងអស់គ្នាអាចពិចារណាក្នុងការទិញសៀវភៅទាំងអស់នេះយកមកទុកអានបានហើយជួយចែករំលែកចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាមកកាន់ខ្ញុំផងនៅពេលដែលអ្នកទាំងអស់គ្នាអានចប់